សម្ដេចធិបតីហ៊ុនម៉ាណែតកោតសរសើរនិងអរគុណរដ្ឋបាលរាជធានីភ្នំពេញដែលរៀបចំរថយន្តសម្រាប់ដឹកពលរដ្ឋទៅលេងស្រុកកំណើតក្នុងរដូវបុណ្យទានជួយកាត់បន្ថយការចំណាយរបស់ពួកគាត់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញនូវការកោតសរសើរវាយតម្លៃខ្ពស់និងថ្លែងអំណរគុណរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកខួនស្រេងអភិបាលរាជធានីភ្នំពេញក្នុងការរៀបចំរថយន្តក្រុងសម្រាប់ដឹកពលរដ្ឋទៅលេងស្រុកកំណើតក្នុងរដូវបុណ្យទានម្ដងដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់គឺស្ពានអាកាសមរតកតេជោដែលជាស្ពានអាកាសទី8ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី7ខែមេសាឆ្នាំ2025នេះសម្ដេចធិបតីហ៊ុនម៉ាណែតបានឲ្យដឹងថាក្នុងរដូវភ្ជុំបិណ្ឌនាពេលកន្លងទៅប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតដោយមិនគិតថ្លៃនោះអាចសន្សំថវិកាប្រមាណជាង$1,400,000ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកាន់តែខិតចូលមកដល់នោះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងត្រៀមលក្ខណៈរួចរាល់ហើយដោយប្រើប្រាស់រថយន្តប្រមាណ597គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តនិងដឹកជញ្ជូនពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញនៅពេលចប់ពិធីបុណ្យចូលឆ្នាំថ្មីបើតាមប្រសាសន៍សម្ដេចធិបតីហ៊ុនម៉ាណែតការបញ្ចេញរថយន្តក្រុងដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរដូវបុណ្យទានទៅស្រុកកំណើតនេះគឺរាជរដ្ឋាភិបាលជាអ្នកចំណាយថវិកាមួយចំនួននិងមួយចំនួនទៀតជាការចូលរួមរបស់វិស័យឯកជនតាមរយៈការផ្តល់ជាភេសជ្ជៈនិងទឹកសុទ្ធដល់អ្នកដំណើរនេះជាស្មារតីការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល